តោះរាវកែវសំណាញ់ទាំងអស់គ្នានេះសំណាញ់កលា5កន្លះនេះបើយើងតសាច់អញ្ចឹងកន្លែងតសាច់បែកក្មេងនេះបើសិនជាយើងនេះគេហៅបែកក្មេងអញ្ចឹងយើងចាប់គូ2កន្លាមកហើយលើនេះយើងសោកពីក្រោមមកហើយនេះទាញតម្រឹមមើលក្បាលនេះក្បាលនេះឲ្យវាស្មើគ្នាមកបានសាច់កន្លែងរត់ត្រង់គ្នាហើយយើងចាក់2ជាន់នេះមកវាល្អវាមិនងាយបោតវិធីសាស្ត្រវាមានផ្សេងគ្នាអញ្ចឹងណាការចាប់ជើងចាប់អីចាប់តហ្នឹងអ្នកខ្លះគេចូលចិត្តចាក់អានេះអ្នកខ្លះគេចូលចាក់អានោះតែខ្ញុំជំនាញចេះតែអានេះមិនប្រើតែអានេះនឹងឯងបើយើងចេះអីយើងប្រើហ្នឹងទៅបានលឿននេះឃើញទេអ្នកខ្លះគេអត់ធ្វើដូចយើងគេដាក់តែមួយជុំតែខ្ញុំដាក់2ទៅនេះអានេះយើងទាញឲ្យស្មើសាច់យ៉ាងមកឃើញទេបើសាច់យ៉ាងមកចាប់សាច់ខ្សែនេះមកនេះដាក់ច្បូរ2ជាន់នេះមកឃើញទេនេះអានេះមកដល់កន្លែងខាងលើម្ដងចាប់ខាងលើខាងនេះ1កន្លាខាងនោះ1កន្លាយើងទាញវាតម្រឹមយ៉ាងមកនេះចាក់1ជាន់2ជាន់មកដល់នេះអានេះហៅក្មេងនេះយើងបែកក្មេងឲ្យសាច់វារីកបងទៅវាបែកណាចាក់2កន្លានេះ1កន្លា1កន្លាយើងកាន់មកនេះត្រង់វាស្មើមើលទាញមួយមកតិចហ្នឹងហើយហើយថាអូមើលទៅវាល្មមស្មើស្អាតហើយយើងនេះទៅខ្ញុំក៏មិនអ្នកចេះឲ្យដែរបងប្អូនណាគាត់ថារៀននេះស្អាតហើយហ្នឹងហើយវីដេអូនឹងមានតែប៉ុណ្្នឹងឯងអរគុណ